ទូរ៉េនដែលកំពុងតែចោលនៅថៃឥឡូវនេះកំពុងតែវាយលុកទីផ្សារវៀតណាមខណៈទូរ៉េនវៀតណាមរាប់តោនដែលចាក់កោគ្នាពិបាករកទីផ្សារលក់ចេញកសិករវៀតណាមកំពុងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងខណៈទូរ៉េនខ្លួនកំពុងតែគ្មានទីផ្សារហើយបែរជាត្រូវទូរ៉េនថៃដណ្ដើមអតិថិជនថែមទៀតប្រភពពីសារព័ត៌មាន VN Express បានឲ្យដឹងថាខណៈនេះទូរ៉េនវៀតណាមដ៏ពេញនិយមប្រភេទរី6បានធ្លាក់ចុះតម្លៃយ៉ាងទាបខ្លាំងដោយ1គីឡូក្រាមមានតម្លៃ 20,000 ដុងឬប្រហែល 3,000 រៀលប៉ុណ្ណោះព្រោះតែទូរ៉េនថៃដែលកំពុងតែចាល់ខ្លាំងក្នុងរដូវប្រមូលផលត្រូវបានដឹកជញ្ជូនទាំងតោនយកទៅលក់នៅក្នុងប្រទេសវៀតណាមប្រជែងនឹងទូរ៉េនរី6នៅក្នុងស្រុកមូលហេតុដែលប្រជាជនវៀតណាមជាច្រើនសម្រុកទិញទូរ៉េនថៃជំនួសឲ្យទូរ៉េនដាំក្នុងស្រុកគឺដោយសារតែពួកគេនិយាយថាទូរ៉េនថៃមានសាច់ក្រាស់និងរសជាតិឆ្ងាញ់ជាងបន្ថែមពីនេះទីភ្នាក់ងារបរិស្ថាននិងកសិកម្មវៀតណាមបានលើកឡើងពីក្តីកង្វល់នៃបញ្ហាសារធាតុគីមីខ្ពស់ក្នុងទូរ៉េនក្នុងស្រុកដែលធ្វើឲ្យប្រជាជនវៀតណាមខ្លួនឯងផ្ទាល់មិនសូវហ៊ានហូបហើយសូម្បីតែប្រទេសនាំចូលធំដូចជាចិនក៏បានរឹតបន្តឹងលើការនាំចូលទូរ៉េនវៀតណាមផងដែរព្រោះធ្លាប់រកឃើញសារធាតុគីមីដូចជាកាដមីញ៉ូមនិងអារ៉ាមីនអូលើសកម្រិតស្តង់ដារដែលអាចបណ្ដាលឲ្យខូចតម្រងនោមនិងកើតជាជំងឺមហារីកគូបញ្ជាក់ថាក្នុងរដូវកាលប្រមូលផលទូរ៉េនក្នុងឆ្នាំនេះថៃទទួលបានទិន្នផលទូរ៉េនកើនឡើងប្រមាណ 33% ស្របពេលដែលទីផ្សារនាំចេញធ្លាក់ចុះដូច្នេះហើយអាជ្ញាធរថៃបានរិះរកគ្រប់មធ្យោបាយដើម្បីលក់ទូរ៉េនខ្លួនដូចជាការផ្សព្វផ្សាយលក់ទូរ៉េនមួយផ្លែ$3ដោយមិនខ្វល់ពីការខាតបង់និងការនាំចេញទៅដណ្ដើមទីផ្សារប្រទេសជិតខាងជាដើមសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍